នេះចាប់ដើមធ្វើជូរជាមួយម៉ាស៊ីននេះទៀតហើយជូរយើងមានដូចជា green apple ក្រូចពោធិ៍សាត់ one more thing almost គឺមាន baby carrot 2ដែលចាប់ផ្ដើមបកសម្បកវាសិនបកហើយក៏លាងហើយដែរអញ្ចឹងយើងកាត់ដាក់មកយើងកាត់ជ្រុញវិញមកចូលចិត្តនឹងខ្លាចនេះអញ្ចឹងខ្ញុំសុខចិត្តយកកណាត់ណូកដាស់បើខ្លាចមេរោគនៅលើជ្រុញខ្ញុំសុខចិត្តកាត់លើក្រាស់ហើយអនខេដែរខ្ញុំដូចជាមិនសូវហ៊ានដាក់ជាមួយសម្បកវាទេខ្ញុំខ្លាចវាមានជាតិដូចគេបាញ់រក្សាទុកអញ្ចឹងយើងគួរចាត់វាសម្បកល្អប៉ុន្តែបើសិនគេដាក់ជាមួយកមុនរក្សាទុកធ្វើឲ្យវាមិនល្អទេអញ្ចឹងខ្ញុំអត់ហ៊ានខ្ញុំខ្លាចខ្ញុំត្រូវចិត្តមុននឹងធ្វើជូរម៉ាស៊ីនមួយនេះយើងចង់ដាក់ទាំងសម្បកដាក់ទាំងគ្រាប់ក៏វាខ្ទេចអស់ដែរប៉ុន្តែយើងចង់ make sure ថាវាស្អាតអញ្ចឹងយើងត្រូវតែបកសម្បកវាចេញហើយយើងចាក់វាស្អាតទៅលាងទឹកហើយចាំយើងយកមកបកសម្បកវាអញ្ចឹងទៅណា make sure ថាយើងញ៉ាំទៅវាមានផាសុកភាពវាស្អាតមានញ៉ាំមានទំនុកចិត្តចាំបានថាបើយើងធ្វើខ្លួនឯងវាល្អជាងយើងទៅទិញគេវាគ្មានទំនុកចិត្តទេគេធ្វើដល់សំខាន់គេគិតថាគេធ្វើស្អាតដែរប៉ុន្តែសំខាន់យើងធ្វើខ្លួនឯងយើងជឿជាក់ណាចង់ថាក្រូចនេះខ្ញុំបកតែសម្បកចេញពីព្រោះអាសម្បកនេះនិយាយទៅវាខ្លាចដូចខ្ញុំនិយាយចឹងណាគេបាញ់គីមីបាញ់អីទៅព្រោះយើងលាងទឹកក៏វាអត់ស្អាតដូចយើងបកចេញដែរតាមពិតបើតាមដុកទ័រគឺយើងញ៉ាំសម្បកហ្នឹងវាល្អប៉ុន្តែបើសិនជា